Professor, could you please tell me the consequences of liquors? All right. There are so many bad points of alcoholic drinks, but I tell you 7 points. Okay. សូរ៉ានេះគឺវាមានផលប៉ះពាល់ច្រើនក៏ប៉ុន្តែខ្ញុំសង្ខេបខ្លីតែ7ចំណុចទេចំណុចទី1ដែលខ្ញុំចង់និយាយអំពីផលប៉ះពាល់ឬក៏ចំណុចមិនល្អរបស់គ្រឿងស្រវឹងហ្នឹងគឺទី1គឺតកតងនឹងការបាត់បង់ទ្រព្យសម្បត្តិបើកាលណាយើងចំណាយលុយទៅលើសូរ៉ាមិនថាជាម៉ាកស្អីជាប៊ីយ៉ែឬក៏ជាស្រាក្រហមឬក៏ស្រាអីទេគឺយើងចំណាយលុយច្រើនធ្វើឲ្យយើងបាត់បង់ទ្រព្យសម្បត្តិបាទហើយទី2វាអាចបង្កទៅជាចំនួនផ្សេងដំបូងឡើយសបាយអ្នកផឹកឃើញថាសាមគ្គីគ្នាជួយគ្នាស្រស់ស្រួលគ្នាអ្នកខ្លះរកតកោអ្នកខ្លះរកគ្រឿងក្លែមអីចឹងទៅប៉ុន្តែបន្ទាប់មកអាចបង្កទៅជាចំនួនហើយក្នុងករណីខ្លះមានរហូតទៅដល់បាត់បង់ជីវិតក៏មានដែរបាទហើយផលប៉ះពាល់ទី3គឺនៅពេលដែលយើងផឹកច្រើនប្រចាំថ្ងៃរាល់ថ្ងៃវាអាចបង្កទៅជារោគផ្សេងបង្កទៅជាជំងឺខូចសុខភាពមានជំងឺថ្លើមជំងឺកាពះជំងឺពោះវៀនឬក៏ជំងឺផ្សេងដែលបង្កឡើងដោយគ្រឿងស្រវឹងនេះទី4នៅពេលដែលមនុស្សស្រវឹងគឺមនុស្សបាត់បង់សតិនៅពេលដែលមនុស្សបាត់បង់សតិធ្វើឲ្យមនុស្សហ្នឹងគឺអាចលេចគេខ្មាស់អ្នកខ្លះស្រវឹងខ្លាំងទៅរហូតដល់ថ្នាក់ដើរស្រាតលែងខ្មាស់គេហើយបាទគឺធ្វើឲ្យគាត់លេចគេខ្មាស់ហើយទី5គាត់អាចនឹងមានបញ្ហាធ្ងន់ធ្ងរតាក់ទងនឹងស្មារតីរបស់គាត់អាចខ្លាយទៅជាមនុស្សដែលមានបញ្ហាខួរក្បាលខូចសតិឬក៏ជំងឺសរសៃប្រសាទអ្នកខ្លះផឹកច្រើនពេកទៅរហូតដល់ខូចសតិសរសៃប្រសាទបាទហើយទី6នោះគឺខូចគេឈ្មោះនិយាយរួមទៅមិនដែលមានពីណាគេសរសើរទេអ្នកដែលញ៉ាំសូរ៉ាគឺមានតែគេនិយាយដើមបាទវាមិនល្អទេហើយចំណុចទី7ចុងក្រោយនេះវាអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងដូចជានៅពេលដែលយើងស្រវឹងយើងដឹងស្រាប់ហើយថារយៈចុងក្រោយនេះគ្រោះថ្នាក់ចរាចរណ៍ច្រើនបង្កឡើងដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹងអញ្ចឹងធ្វើឲ្យគាត់បាត់បង់សតិគាត់ហើយគាត់គ្រប់គ្រងការបើកបរមិនបានគាត់បង្កទៅជាគ្រោះថ្នាក់ចរាចរណ៍អាចសម្រាប់អ្នកដទៃក៏មានគ្រោះថ្នាក់ដល់ខ្លួនគាត់ផងដែរSo these are the bad points of alcoholic drinks អញ្ចឹងសួរថាតើយើងញ៉ាំបានទេសូរ៉ាបើតាមសិល5របស់ព្រះពុទ្ធព្រះអង្គគឺហាមដាច់ខាតមិនឲ្យញ៉ាំសារ៉ាទេអ្នកដែលកាន់សិល5ប៉ុន្តែបើយើងខានមិនបានទេយើងចូលរួមក្នុងកម្មវិធីផ្សេង if you want to drink to socialize that's okay you can drink but just drink it responsibly make sure that you don't lose your control don't forget that your family is waiting for you at home so if you drink responsibly arrive home alive don't forget your family is waiting for you so good luck and happy new year everyone happy Khmer New Year